របស់ដែលថោកអាចថ្លៃហើយរបស់ដែលថ្លៃអាចថោករបស់ដែលថ្លៃអាចថោកយ៉ាងម៉េចទៅឧទាហរណ៍ថាទាំងអស់គ្នាចូលសិក្ខាសាលាទិញសភៅស្ដើងមួយដូចសភៅនៅលើតុគ្រូមួយគិត30រៀលមួយក្បាលប៉ុណ្ណឹង20រៀលយើងមើលទៅថ្លៃហើយបើសិនជាចូលសិក្ខាសាលាខ្លះសិតតែ$100 $50 ថ្លៃឃើញទេប៉ុន្តែទាំងអស់គ្នាដឹងថាមានពេលខ្លះគំនិតមួយនៅក្នុងសភៅគំនិតមួយនៅក្នុងសិក្ខាសាលាដែលអ្នកទាំងអស់គ្នាចូលហ្នឹងឲ្យចាប់បានហើយអ្នកទាំងអស់គ្នាយកមកអនុវត្តហើយទាំងអស់គ្នារកលុយទុននឹង10000ដងយើងគិតមើលតើសភៅ$30ថ្លៃទេមើលអោកណាស់អញ្ចឹងមានគំនិតខ្លះឧទាហរណ៍ថាកាលពីកូវីដលោកគ្រូបានចូលសិក្ខាសាលាមួយហើយសិក្ខាសាលាមួយហ្នឹងគេនិយាយថារាល់ចំណូលរបស់យើងត្រូវដកទុក 10% ជាដាច់ខាតឲ្យតែរកបានគឺដកទុក 10% នៅក្នុងសិក្ខាសាលាមួយហ្នឹងលោកគ្រូចាប់គំនិតហ្នឹងតែមួយទេហើយជារៀងរាល់ខែគឺលោកគ្រូធ្វើអញ្ចឹង 10% អត់ប៉ះពាល់ចំណូលមានប៉ុណ្ណាដកឧទាហរណ៍ថាបើរកបាន100ដកទុក10បើរកបាន1000ដកទុក100ហើយអត់ប៉ះហើយដោយសារតែគំនិតមួយហ្នឹងលោកគ្រូក៏បានមានលុយនៅក្នុងតង់សន្សំរបស់យើងណាហើយដល់ពេលមានឱកាសមួយយើងយកអាលុយហ្នឹងមកធ្វើវាគុណនឹង2វាគុណនឹង3យើងឃើញទេសិក្ខាសាលាដែលយើងចំណាយ$50 $100តែវាឲ្យយើងរកលុយបានរាប់ម៉ឺនរាប់សែនអញ្ចឹងសួរថាវាថ្លៃរបស់ដែលថ្លៃនោះគឺអាចថោកប៉ុន្តែរបស់ដែលថោកដូចទាំងអស់គ្នាងាកចំណាយទៅទិញសំបុត្រប៉ុនងាកទៅដើរលេងទៅនោះម្ដង$5ទិញកាហ្វេ brand $3 $4តែនៅពេលដែលយើងបូកមកប្រចាំខែមានពេលខ្លះអស់50អស់100ដល់អត់ដឹងខ្លួនដូចលោកគ្រូធ្លាប់ប្រាប់ទាំងអស់គ្នាចឹងអ្នកខ្លះទិញប៊ីយ៉ាមួយកេស$10ជាងដកឡើងធូររហុយពីរកេសក៏បានសាច់ខ្លែមមួយមុខ$10ដកយ៉ាងធូររហុយប៉ុន្តែបើសិនជាឲ្យទៅចូលរួមអីមួយអស់$20-30ក៏ថាថ្លៃឬក៏សភៅមួយក្បាលទិញទៅ$20ថ្លៃអរនេះឃើញទេរបស់ដែលយើងឃើញថាថ្លៃវាទៅជាថោករបស់ដែលយើងឃើញថាថោកវាបែរជាថ្លៃអញ្ចឹងណាអញ្ចឹងបានសរុបមកវិញទាំងអស់គ្នាការអប់រំណាឲ្យតែទាំងអស់គ្នាចំណាយទៅលើការអប់រំណាមិនចេះថ្លៃអញ្ចឹងដូចទិញសភៅកុំថ្លៃណាពេលទៅបណ្ណាគារឃើញគេបិទសភៅផ្លាកតម្លៃ$20 $30បើសភៅនឹងល្អទាំងអស់គ្នាទិញកុំខាតកុំគិតថាខាតណាគិតថាសភៅមួយក្បាលហ្នឹងណាអាចឲ្យអ្នកទាំងអស់គ្នាចេះហើយមានគំនិតហើយរកចំណូលបានច្រើនគុណនឹង4គុណនឹង5អូខេអញ្ចឹងអរនេះចាំគំនិតហ្នឹងហើយលោកគ្រូរៀនគំនិតហ្នឹងដូចគ្នាអញ្ចឹងបានពេលខ្លះឲ្យតែគេបបួលទៅរៀន180ក្នុងមួយវគ្គ200 300ក៏ចូលរៀនដែរហើយអត់ដែលគិតថាថ្លៃទេគិតថាខ្លួនឯងនឹងរៀនបាន